ក្រសួងធនធានទឹកនិងអូតូបនិយមបើកវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយថវិកាជាតិប្រចាំឆ្នាំ2025 ឯកឧត្តមសុតរស្មីរដ្ឋលេខាធិការតំណាងឯកឧត្តមថាវចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយថវិកាជាតិប្រចាំឆ្នាំ2025របស់ក្រសួងធនធានទឹកនិងអូតូនិយមដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងតំណាងក្រសួងពាក់ព័ន្ធដៃគូអភិវឌ្ឍអគ្គលេខាធិការអាជ្ញាធរទន្លេសាបអគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសអគ្គធិការប្រធាននាយកដ្ឋាននិងប្រធានមជ្ឈមណ្ឌលប្រធានមន្ត្រីធនធានទឹកនិងអូតូនិយមរាជធានីខេត្តនិងសហគមន៍កសិករប្រើប្រាស់ទឹកឯកឧត្តមសុតរស្មីបានឲ្យដឹងថាវេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងជាសាធារណៈជូនសាធារណជនអ្នកសិក្សាស្រាវជ្រាវដៃគូអភិវឌ្ឍនិងភាគីពាក់ព័ន្ធអំពីទំហំថវិកាប្រចាំឆ្នាំសេវាសាធារណៈនិងវឌ្ឍនភាពប្រចាំឆ្នាំរបស់ក្រសួងធនធានទឹកនិងអូតូនិយមដែលសម្រេចបាននាពេលកន្លងមកជាមួយនេះឯកឧត្តមបានបញ្ជាក់ថាកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានដល់ដំណាក់កាលទី4គឺគណនេយ្យភាពសមិទ្ធកម្មដែលជាដំណាក់កាលចុងក្រោយបន្ទាប់ពីបានអនុវត្តអស់រយៈពេលជាង20ឆ្នាំចាប់ពីឆ្នាំ2004មកក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលផ្ដោតលើធាតុចូលឬមជ្ឈការទៅជាការផ្ដោតលើធាតុចេញឬវិមជ្ឈការតាមអភិក្រមជាជំហានឬតាមដំណាក់កាលចំនួន4គឺ1ភាពជឿទុកចិត្តនៃថវិកា2គណនេយ្យភាពហិរញ្ញវត្ថុ3ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនិង4គណនេយ្យភាពសមិទ្ធកម្មកម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងគុណភាពអភិបាលកិច្ចនិងតម្រង់ទិសប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យស្របតាមស្តង់ដារនិងឧត្តមមានុវត្តជាអន្តរជាតិទន្ទឹមនេះឯកឧត្តមបានគូបញ្ជាក់ថាដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្រសួងធនធានទឹកនិងអូតូនិយមបានដាក់ចេញនូវផែនការសកម្មភាពនិងគោលនយោបាយអាទិភាពមួយចំនួនដូចជា1បន្តអភិវឌ្ឍនិងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រហេដ្ឋារចនាសម្ព័ន្ធទឹក2បន្តស្ដារជួសជុលនិងថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំ3បន្តជំរុញលើកទឹកចិត្តឲ្យប្រជាកសិករស្ម័គ្រចិត្តចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមគ្រប់ប្រព័ន្ធធារាសាស្ត្រក្នុងមូលដ្ឋានរបស់ខ្លួន4ពង្រឹងវិធានការការពារទប់ស្កាត់និងអភិរក្សធនធានទឹក5បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានធាតុអាកាសឲ្យបានមុនហេតុការណ៍និង6ការគិតគូរអំពីសុខភាពទន្លេដោយធ្វើយ៉ាងណាគិតគូរអំពីការសាងសង់ច្រាំងទន្លេគិតពីលំហូរទឹកនិងគុណភាពទឹកទន្លេ